បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដាក់ frame ទៅលើ cover នៃកិច្ចការស្រាវជ្រាវរបស់យើងបាទហើយនេះគឺជាគំរូដែលខ្ញុំបានធ្វើកន្លងមកឥឡូវនេះខ្ញុំសូមលុប frame នឹងចោលសិនជំហានដំបូងអ្នកទាំងអស់គ្នាចាំបាច់ត្រូវដាក់ឈ្មោះរបស់សាលាមហាវិទ្យាល័យហើយផ្នែកខាងលើនេះក៏ភ្លេចដាក់ logo សាលាផងអ្នកទាំងអស់គ្នាដាក់ logo នៅខាងនេះបន្ទាប់មកដាក់ចំណងជើងមកសាកលវិទ្យាល័យអីគេរៀននៅមហាវិទ្យាល័យអីមុខវិជ្ជាឈ្មោះអីគ្រូបរិញ្ញាឈ្មោះអីកិច្ចការស្រាវជ្រាវក្រុមទីប្រមាណដែរបាទហើយប្រធានបទយើងចង់សរសេរអំពីអីសមាជិកក្រុមរបស់យើងនឹងឈ្មោះអីខ្លះដាក់អស់មកហើយខាងក្រោមនេះព័ត៌មានបន្ថែមតាក់ទងទៅនឹងឆ្នាំសិក្សាឆមាសទីប្រមាណចំនួនទីប្រមាណឆ្នាំសិក្សាទីប្រមាណអញ្ចឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ក្រុម Telegram មកបាទខ្ញុំបានដាក់រូប frame ឲ្យអ្នកទាំងអស់គ្នាចំនួន4 5នៅហ្នឹងរួចយើងធ្វើការ download បាទអ្នកទាំងអស់គ្នាពេញចិត្តមួយណា download មួយហ្នឹងទៅបាទដោយ right click លើវាចុចមកខាងស្ដាំលើវាទៅយកពាក្យថា save as បន្ទាប់មកខ្ញុំដាក់នៅលើ desktop ដើម្បីឲ្យវាធ្លាក់មកនៅកន្លែងនេះបាទចុចលើ save ចេះមកបាទនេះយើងបាន frame ហើយខ្ញុំបិទ Telegram ចោលបាទនៅលើ cover របស់យើងនេះខ្ញុំតម្លាក់កម្មវិធី Word ឲ្យតូចបន្តិចបាទរួចខ្ញុំធ្វើការចាប់ទាញ frame នឹងចូលមកក្នុងកម្មវិធី Word របស់យើងហ្នឹងនៅពេលដែលទាញចូលមកបែបនេះវាអាចនឹងលោតរញ៉េរញ៉ៃបន្តិចនៅលើកុំព្យូទ័រខ្ញុំប៉ុន្តែកុំព្យូទ័រអ្នកទាំងអស់គ្នាប្រហែលជាមិនអញ្ចឹងទេតែមិនធ្វើទេវាលោតមិនលោតទៅស្រេចតែវាទេជំហានបន្តគឺយើងចុចទៅលើ frame នឹងមករួចយើងចុចទៅលើ picture format បាទនៅត្រង់ wrap text នេះអ្នកទាំងអស់គ្នាយកពាក្យថា behind text ឬក៏ in front of text នៅពេលដែលយើងយក in front of text ទៅរូបហ្នឹងគឺវាមកនៅពីខាងលើអក្សររបស់យើងហ្នឹងប៉ុន្តែវាមានផលលំបាករបស់វាបើយើងដាក់ in front of text យើងពិបាកនៅក្នុងការកែអក្សរអញ្ចឹងហើយយើងទៅបដូរវិញយើងយកអត់យកអាហ្នឹងទេគឺយើងដូរទៅជា behind text behind បានន័យថានៅខាងក្រោយអក្សរអញ្ចឹងហើយយើងព្យាយាមសេរីអញ្ចឹងទៅហើយយើងងាយស្រួលនៅក្នុងការកែអក្សររបស់យើងរួចយើងធ្វើការសេរីតាមការចង់បានកុំដាក់ដល់ខាងលើពេកបាទហើយខ្ញុំបរិចខាងក្រោមនឹងបន្តិចបាទប៉ុណ្ណេះខ្ញុំគិតថាស្អាតហើយយើងសេរីធ្វើម៉េចកុំឲ្យដាច់អក្សរនេះសេរីបាទប៉ុណ្ណេះចុះហើយយកល្អយើងគួរទុក space ខាងនេះឲ្យធំបន្តិចខាងឆ្វេងដោយសារយើងត្រូវការកឹបឲ្យធំជាងខាងស្ដាំតែ frame នេះខ្ញុំបានសាកហើយបើទោះបីយើងដាក់ពេញ frame ក៏កឹបទៅអត់អីដែរវាសឹងតែមិនដាច់វាមិនអីទេបាទសរុបមកវិញរបៀបនៃការដាក់ frame គឺមានតែប៉ុណ្្នឹងឯងបាទសូមអរគុណចំពោះការតាមដានទស្សនានៅវីដេអូ clip មួយនេះ